បាទសួស្តីបងប្អូនគ្នាបន្ទាប់ពីម៉ូម៉ូគេយកឈ្នះហាន់ពីឲ្យសន្លប់មកឥឡូវហ្នឹងគាត់មានភាពជឿជាក់នៅក្នុងខ្លួនច្រើនបាទបើគាត់បានចេញវីដេអូថាគាត់នឹងយកខ្សែក្រវ៉ាត់គ្រុឌហ្នឹងមកពាក់នឹងចង្កេះគាត់ឲ្យបានបាទអញ្ចឹងគាត់នឹងផ្ដួលពេជ្រសម្បត្តិបងប្អូនគ្នាបាទអញ្ចឹងខ្ញុំគិតថាម៉ូម៉ូគាត់ជឿជាក់ខុសទៅហើយបាទតែអីកីឡាគឺយើងមានភាពជឿជាក់ខ្លួនឯងយើងមានជំនឿចិត្តលើខ្លួនឯងអញ្ចឹងយើងតែងតែជោគជ័យបាទតែគាត់ថាជឿជាក់ជាមួយនឹងពេជ្រសម្បត្តិរៀងតឹងទៀតបងប្អូនគ្នាបាទអញ្ចឹងការប្រកួតរវាងម៉ូម៉ូហើយនឹងពេជ្រសម្បត្តិនេះខ្ញុំគិតថាម៉ូម៉ូអាចនឹងឆ្លងបំផុតទឹក2បាទគឺដឹងតែដេករបស់ពេជ្រសម្បត្តិហើយបាទអញ្ចឹងខ្ញុំហ៊ានឲ្យភាគរយពេជ្រសម្បត្តិ90ហើយម៉ូម៉ូខ្ញុំឲ្យតែ10%បាទដោយសារខ្ញុំនិយាយអញ្ចឹងបាទគឺម៉ូម៉ូនេះប្រកួតជាមួយកីឡាករកូនខ្មែរយើងឈ្នះក៏តឹងចាញ់ក៏តឹងដែរបងប្អូនគ្នាតែឃើញឈ្នះរៀងធូរគឺឈ្នះហាន់2បងប្អូនគ្នាហើយឈ្នះហាន់2ធូរនោះបងប្អូនគ្នាមិនមែនឈ្នះដោយអស់ចិត្តទៀតបាទគឺហាន់2គាត់មិនអស់ចិត្តទេបាទដោយសារតែប្រកួតទឹក1ទឹក2ហ្នឹងគឺហាន់2គាត់ធ្វើបានល្អបាទគាត់ចង្វាក់នៃការប្រកួតរបស់គាត់គឺនៅលើម៉ូម៉ូទាំងអស់បាទអ្វីដែលហាន់2ចាញ់នេះគឺតែមកផ្្លាត់ទេបងប្អូនគ្នាដោយពេលហ្នឹងម៉ូម៉ូគាត់អេឡង់ថយហើយគៀកនឹងរិញបន្ទាប់មកហាន់2គាត់ព្យាយាមចូលចាក់កងដោយគាត់មិនបានលើកដៃស្ដាំធ្វើឲ្យម៉ូម៉ូនេះគេពវល់ខ្លួនមកជុំស្របចង្វាក់ពេលហ្នឹងគឺម៉ូម៉ូគេរៀបនឹងបែកខ្នងគេវិលមកជុំមកគឺចូលធ្គាមមកហាន់2អញ្ចឹងធ្វើឲ្យហាន់2សន្លប់តែបើតាមសាច់ប្រកួតគឺហាន់2ឈ្នះហើយអញ្ចឹងបើសិនជាការប្រកួតរវាងពេជ្រសម្បត្តិជាមួយនឹងម៉ូម៉ូនេះបញ្ចប់គឺខ្ញុំចង់ឃើញការប្រកួតហាន់2និងម៉ូម៉ូនេះចង់ឲ្យហាន់2ទៅសងសឹកម៉ូម៉ូវិញគឺដឹងតែក្រៅអំពើគ្នាបាទហើយវីដេអូមានប៉ុណ្ណឹងសូមអរគុណ